យើងតការពីម្សិលមិញចំណុចទី3តកតងទៅនឹងពាន in អូខេពាន in sound discrimination អូខេតាថា可格口狗都多跟更丁听អូខេទាំងអស់នេះគឺជាពាន in អញ្ចឹងយើងត្រូវកំណត់សម្គាល់ថាពាន in ទី1នោះគឺវាមានជនជាអ្នកផ្សេងគ្នាមានតើមានធើអូខេស្រៈដូចគ្នាសំឡេងដូចគ្នាណាធូនម៉ាកដូចគ្នាមួយទៀតនោះគឺយើងត្រូវចាំថាជនជាអ្នកដូចគ្នាអូខេស្រៈផ្សេងគ្នាធូនម៉ាកដូចគ្នានេះគឺពាន in អូខេសម្រាប់ចំណុចទី4តកតងទៅនឹងពានតោមានន័យគេតោះមានតោអូខេតោធូធុយោយោនីលីវខាន់អូខេខានអញ្ចឹងយើងត្រូវចាំថាពានតោនេះគឺវាមានជនជាអ្នកដូចគ្នាតើដូចគ្នាស្រៈដូចគ្នាអោអូខេអោដូចគ្នាប៉ុន្តែធូនមកខាងលើគឺខុសគ្នាអានេះសំឡេងទី1អានេះសំឡេងទី4ណាគ្នាយើងឃើញនេះស្រៈដូចគ្នាប៉ុន្តែធូនមកខាងលើគឺខុសគ្នាអានេះសំឡេងទី4អានេះសំឡេងទី3ប៉ុន្តែស្រៈនឹងជនជាអ្នកដូចគ្នាណាគ្នាយើងឃើញទេអញ្ចឹងអាហ្នឹងគឺភាពខុសប្លែកគ្នារវាងពាន in និងពានតោតមកទៀតដល់ចំណុចទី5ចំណុចទី5គឺតកតងទៅនឹងជីងសឹងអូខេជីងសឹងហ្នឹងគឺ neutral tone ណា neutral tone ហ្នឹងយើងដឹងហើយមានអីគេមានប៉ាប៉ាម៉ាម៉ាកើទីទី你们我们他们好吗你呢你男朋友呢អូខេអញ្ចឹងគេសម្គាល់វាថាជាឈីងសឹងគឺនៅពេលណាគឺយើងគ្នាយើងឃើញកន្លែងខាងក្រោយនេះពីលើ A នេះគឺអត់មាន tune mark ទេណាដែលគេអាចហៅវាថាជាសម្លេងទី5បានណាគ្នាយើងឃើញខាងចុងនេះគឺអត់មានសម្លេងទេអញ្ចឹងអានឹងហើយគឺគេហៅថា neutral tone អូខេ